ខ្ញុំជឿថាមានបងប្អូនទាំងអស់គ្នាកំពុងតែស្វែងរកភោជនីយដ្ឋានដែលមានអាហារថ្ងៃត្រង់និងអាហារពេលព្រឹកដែលមានមុខម្ហូបឆ្ងាញ់ៗហើយជាច្រើនមុខជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាមកថ្ងៃនេះគឺខ្ញុំនាំបងប្អូនទាំងអស់គ្នាមកភោជនីយដ្ឋានបាយ័នទាំងអស់គ្នាហើយភោជនីយដ្ឋាននេះបង្កើតឡើងតាំងពីឆ្នាំ2009ណាបងប្អូនទាំងអស់គ្នាចាចូលមកដល់ភ្លាមគឺមានបងប្អូនចាំស្វាគមន៍គាត់ក៏បានណែនាំអំពីឌីនសាំនិងនំប៉័ងដែលឆ្ងាញ់ខ្លាំងមែនទែននៅភោជនីយដ្ឋានបាយ័នហើយសាខាដែលយើងកំពុងមកនេះគឺជាសាខាជ្រោយចង្វាខ្ញុំជឿថាមានបងប្អូនទាំងអស់គ្នាខ្លះបានស្គាល់អំពីភោជនីយដ្ឋានបាយ័នមួយនេះហើយដោយសារតែភោជនីយដ្ឋានបាយ័នគឺជាភោជនីយដ្ឋានដែលល្បីនៅរាជធានីភ្នំពេញហើយអ្នកគេមិនស្គាល់មិនល្បីភោជនីយដ្ឋានដែលមានម្ហូបឆ្ងាញ់ៗហើយទីកន្លែងមានផាសុកភាពទៀតហើយគឺមានមុខម្ហូបជាច្រើនមុខជាពិសេសគឺម្ហូបខ្មែរនឹងតែម្ដងដោយសារតែភោជនីយដ្ឋានបាយ័នគឺគេគាំទ្រនិងរក្សាមុខម្ហូបស្នាដៃខ្មែរមិនថាមានតែមុខម្ហូបទេគឺមានភេសជ្ជៈថ្មីៗជាច្រើនមុខញ៉ាំទៅគឺដឹងតែត្រជាក់ចិត្តហើយឆ្ងាញ់តែម្ដងបើនិយាយពីក្នុងហាងវិញបងប្អូនទាំងគ្នាគឺមានទីកន្លែងសម្រាប់អង្គុយញ៉ាំច្រើនខ្លាំងមែនតើជាពិសេសគឺផាសុកភាពនឹងហ្មងហើយមានទាំងក្រៅទាំងក្នុងហើយមានទាំងបន្ទប់ VIP ទៀតបងប្អូនទាំងគ្នាហើយខ្ញុំមកស្រឡាញ់ការដេគ័រកន្លែងនេះខ្លាំងមែនតើគឺមើលទៅ natural ធម្មជាតិត្រជាក់ភ្នែកតើឥឡូវគឺខ្ញុំនាំបងប្អូនទាំងគ្នាមកមើលអំពីបន្ទប់ VIP នៅភោជនីយដ្ឋានបាយ័ននេះវិញហើយសម្រាប់បងប្អូនណាដែលគាត់មកចង់ញ៉ាំជាលក្ខណៈគ្រួសារជាលក្ខណៈ private បងប្អូនទាំងគ្នាអាចយកបន្ទប់ VIP នេះបានទៅហើយណាទៀតមកញ៉ាំអាហារថ្ងៃត្រង់អាហារពេលព្រឹកនៅភោជនីយដ្ឋានបាយ័នទាំងឆ្ងាញ់ទាំងតម្លៃសមរម្យសេវាកម្មល្អហើយបងប្អូនទាំងគ្នាចង់បានបន្ទប់ VIP មានទាំងបន្ទប់ VIP ជូនបងប្អូនទាំងគ្នាទៀតបើនិយាយពីបន្ទប់ VIP នេះវិញបងប្អូនទាំងគ្នាគឺតុធំទលាយបន្ទប់វិញត្រជាក់ premium បងប្អូនណាដែលមានគ្នាច្រើនណាគឺត្រូវខ្លាំងមែនតើអូបងប្អូនទាំងគ្នាភោជនីយដ្ឋានបាយ័នណាក៏គាត់មានលក់ជាមួយនឹងម្ទេសឆាខ្ទឹមជ្រក់ម្ទេសជ្រក់ហើយក៏គាត់មានលក់ជាមួយនឹងនំដង្កូវហើយបើនិយាយពីចេកឆាវិញគឺស្រួយឆ្ងាញ់ខ្លាំងមែនតើហើយគាត់ក៏មានលក់ជាមួយនឹងនំថងនួនដែរខាងភោជនីយដ្ឋានបាយ័នក៏គាត់មានសេវាកម្មក្នុងការកម្មម្ហូបដឹកជញ្ជូនដល់ទីកន្លែងតែម្ដងជាពិសេសមានសេវាកម្មរៀបចំម្ហូបអាហារគ្រប់កម្មវិធីគ្រប់ទីកន្លែងទៀតបងប្អូនទាំងអស់គ្នាខាងភោជនីយដ្ឋានបាយ័នក៏គាត់មានលក់ជាមួយនឹងផាសិកូដែលឆ្ងាញ់ដែរហើយផាសិកូនោះគឺជាផាសិកូសុទ្ធបងប្អូនទាំងអស់គ្នាឥឡូវមានប្រូម៉ូសិនទៀតមកញ៉ាំអាហារនៅភោជនីយដ្ឋានបាយ័នណាបានញ៉ាំទាំងនំនៅលើកញ្ឆេរនេះ free ទៀតខ្ញុំពិតជាចូលចិត្តសេវាកម្មខាងភោជនីយដ្ឋានបាយ័នខ្លាំងមែនតើសេវាកម្មខាងគាត់គឺរហ័សទាន់ចិត្តបើនិយាយពីបុគ្គលិកវិញគឺរួសរាយរាក់ទាក់តែម្ដងបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះមកញ៉ាំតែម្នាក់ឯងទេប៉ុន្តែខ្ញុំបានកម្មម្ហូបអាហារច្រើនខ្លាំងមែនតើបងប្អូនទាំងអស់គ្នាមានដូចជា ហ្វឺសាច់គោបាយឆាកាពិនំបញ្ចុកកពតកាទៀវឌីនសាំហើយនិងនំប៉័ងមុខម្ហូបនៅភោជនីយដ្ឋានបាយ័នណាដាក់ម្ចាស់គឺធំខ្លាំងមែនតើបើនិយាយពីសាច់វិញគឺច្រើនមែនតើតែម្ដងបងប្អូនទាំងអស់គ្នាបើនិយាយពីរសជាតិវិញគឺដិតឆ្ងាញ់ខ្លាំងមែនតើដូចជាបាយឆាកាពិនេះបងប្អូនទាំងអស់គ្នាម្ចាស់ហ្នឹងគឺខ្ញុំញ៉ាំម្នាក់ឯងអត់អស់ទេដំបូងគឺខ្ញុំមកញ៉ាំជាមួយនឹងហ្វឺសាច់គោគឺតំណងខ្លាំងមែនតើបងប្អូនទាំងអស់គ្នាគ្រាន់តែខ្ញុំមក voice over ឃើញវីដេអូហ្នឹងគឺខ្ញុំឃ្លានម្ដងទៀតហើយបើនិយាយពីទឹកស៊ុបហ្វឺម្ចាស់នេះបងប្អូនទាំងអស់គ្នាមិនបាច់ថែមគ្រឿងច្រើនទេគឺរសជាតិវិញដិតជាតិខ្លាំងមែនតើឥឡូវគឺចូលមកដល់បាយឆាកាពិគឺជា favorite របស់ខ្ញុំបងប្អូនទាំងអស់គ្នាមើលតែចាមើលតែបាយមើលតែសាច់ទៅគឺច្រើនខ្លាំងមែនតើហើយខ្ញុំឲ្យលេខ1តែម្ដងគុយទាវដែលខ្ញុំកំពុងញ៉ាំនេះគឺជាគុយទាវឆ្ងាញ់ប្រចាំហាងតែម្ដងបងប្អូនទាំងអស់គ្នាហើយម្ចាស់នេះគេហៅថានំបញ្ចុកកពតខ្ញុំមកតែបានសាកនំបញ្ចុកកពតនេះហេពេលដែលបានមកភោជនីយដ្ឋានបាយ័នបងប្អូនទាំងអស់គ្នាចង់សាកចង់ញ៉ាំបាច់ទៅដល់កពតទេដើម្បីទៅញ៉ាំនំបញ្ចុកកពតនៅភោជនីយដ្ឋានបាយ័ននៅរាជធានីភ្នំពេញយើងនឹងក៏មាននំបញ្ចុកកពតដែរបងប្អូនទាំងអស់គ្នាហើយរសជាតិឆ្ងាញ់ខ្ទិះខ្លាំងមែនតើអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ញ៉ាំមុខម្ហូបឆ្ងាញ់ៗកុំភ្លេចមកញ៉ាំនៅភោជនីយដ្ឋានបាយ័នទាំងអស់គ្នា